បងអូនខ្លាំងណាស់សារភាពអូនមិនស្រឡាញ់ចង់តែរត់ចេញឲ្យឆ្ងាយផុតពីលោកាលៀងស្នេហ៍យូរពីទើបចាលពីប្រាប់ជីវ៉ាមិននឹកស្មាថាអូនឆ្លើយបាក់ទេសាយទេមេឃស្រទុំសងហេតុអ្វីចិត្តខ្ញុំក្តៅម្លេះខ្វាយខ្វល់យ៉ាងនេះឬហេតុផលមនុស្សចាញ់ស្នេហ៍ខ្មាំងទាំងខ្លួនឯងហើយអូនក៏លែងហ៊ានក្បែរមិត្តភាពព្រោះប្រែហាក់ដូចជាអ្នកដតីលោភលួចមើលមុខលួចមានទុកកើនទ្វេដងចង់ហៅសាសងប៉ុន្តែអូនលែងហ៊ានតបស្ដីអូនសុំអូនខឹងព្រោះតែបងប្រាប់ស្នេហ៍ស្រីព្រោះក្នុងហត្ថីស្រីមិនចង់គិតរឿងស្នេហាបើសិនជាអាចកាត់អាយុបងមួយឆ្នាំធ្វើឲ្យតូចតន់ព្រមតបសាសងវិចាបងនឹងកាត់ភ្លៀមមិនខ្លាចពាក្យសូនសងខាព្រោះលើលោកាជីវ៉ាបោស្នេហ៍ម្នាក់គុណអរគុណបាទអរគុណបងប្អូនទាំងអស់គ្នាអរគុណបាទអរគុណបាទអរគុណអរគុណបាទអរគុណបងប្អូនទាំងអស់គ្នាអរគុណបាទអរគុណបងប្អូនទាំងខាងក្រោយលោកទាំងអស់គ្នាបាទអរគុណលោភលួចមើលមុខលួចមានទុកកើនទ្វេដងចង់ហៅសាសងប៉ុន្តែអូនលែងហ៊ានតបស្ដីអូនស្អប់អូនខឹងព្រោះតែបងប្រាប់ស្នេហ៍ស្រីព្រោះក្នុងហត្ថីស្រីមិនចង់គិតរឿងស្នេហាបើសិនជាអាចទាំងអស់គ្នាបាទកាត់អាយុបង10ឆ្នាំធ្វើឲ្យតូចតន់ព្រមតបសាសងវិចាបងនឹងកាត់ភ្លៀមមិនខ្លាចពាក្យសូនសងខាព្រោះលើលោកាជីវ៉ាបោស្នេហ៍ម្នាក់គុណអរគុណបងប្អូនទាំងអស់គ្នាបាទអរគុណសូមអរគុណបងប្អូនទាំងអស់គ្នាបាទអរគុណរីឌីជាមួយខ្ញុំបាទមួយបទទៀតជាចង្វាក់ញាក់ណាហើយសូមគោរពផ្សាយជូនបទទាំងអស់នេះដល់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាយ៉ាងច្រើនកកទីនេះក៏ដូចជាកំពុងទស្សនាតាមគេហដ្ឋានផ្សាយជូនដល់អ្នកម្ដាយខ្ញុំដែលកំពុងទស្សនានៅគេហដ្ឋានផងដែរអរគុណផ្សាយជូនទាំងអស់គ្នារីឌីមួយខ្ញុំបាទជាបទចុងក្រោយដូចតទៅសូមជាស្នូតែដៃមួយបងប្អូនអរគុណបាទ Thank you.
ស្រឡាញ់ឲ្យខ្ញុំធ្វើលេខពីរៀនសូត្រគុណពីខ្ញុំមិនពូកែចេះតែកិច្ចសាលាដើរលេងយឺហាចារត់អស់ដែរតែឥឡូវនេះវាគុំរៀនឈុតស្នេហ៍បារៀនមិនចេះឲ្យកុំរៀនយកលេខមួយឲ្យកុំរៀនយកលេខមួយមិនដឹងធ្វើលេខឡាយអស់មើលព្រះអើយជួយគិតខ្ញុំផងជាសៀវភៅអានអារម្មណ៍រំខានចេះតែអេក្បាលទុកនេះគុណមិនស្អាតសៀវភៅច្រាច់បាទខ្ញុំអានមិនចាំមេរៀនក៏ដូចខ្ញុំមិនដែលអានអស់ជិត1ឆ្នាំតែឥឡូវរកតាមប្រមមកខំរៀនតាមសង្សារឲ្យខំរៀនយកលេខមួយឲ្យខំរៀនយកលេខមួយមានដឹងច្បាស់ទៅហើយថាមិនងាយឡើយធ្វើសត្វពូកែមិនខំមានជប់ស្នេហ៍មិនខំមានជប់ស្នេហ៍ត្រូវតែខំធ្វើជាសាឧស្សាហ៍លេខមួយព្រោះមានព្រមលេខមួយព្រោះមានព្រមធ្វើយ៉ាងណាបើរៀនមិនចេះផងសាជាសៀវភៅអានអារម្មណ៍រំខានចេះតែអេក្បាលទុកនេះគុណមិនស្អាតសៀវភៅច្រាច់បាទខ្ញុំអានមិនចាំមេរៀនក៏ដូចខ្ញុំមិនដែលអានអស់ជិត1ឆ្នាំតែឥឡូវរកដល់ប្រមមកខំរៀនតាមសង្សារឲ្យខំរៀនយកលេខមួយឲ្យខំរៀនយកលេខមួយមានដឹងច្បាស់ទៅហើយថាមិនងាយឡើយធ្វើសត្វពូកែមិនខំមានជប់ស្នេហ៍មិនខំមានជប់ស្នេហ៍ត្រូវតែខំធ្វើជាសាឧស្សាហ៍លេខមួយព្រោះមានព្រមលេខមួយព្រោះមានព្រមធ្វើយ៉ាងណាបើរៀនមិនចេះផងតែខ្លួនជប់ធ្វើសឹកកិច្ចសាលាតាំងចិត្តសិក្សាធ្វើសឹកពូកែតែខ្លួនជប់ធ្វើសឹកកិច្ចសាលាតាំងចិត្តសិក្សាធ្វើសឹកពូកែមិនងាយឡើយធ្វើសត្វពូកែមិនខំមានជោគស្នេហ៍មិនខំមានជោគស្នេហ៍ត្រូវតែខំធ្វើជាសាឧស្សាហ៍លេខមួយព្រោះមានព្រមលេខមួយព្រោះមានព្រមធ្វើយ៉ាងណាបើរៀនមិនចេះផងបាទអរគុណបាទខ្ញុំនៅអត់ចិត្តខេមខ្ញុំអត់ចិត្តពេលនៅក្រោមឆាកប្រាប់ថាខ្ញុំអត់សូវចេះរំដល់ពេលឡើងឆាកមកដូចមិនមែនអញ្ចឹងបាទរំមិនដែរលុយអត់ចង់ហាត់រំមួយខេមណែចង់អត់មើលណាចង់ហាត់រំមួយខេមណែលើកដៃលោកខេមអាចពីនាងខ្ញុំរំក្បាច់ចុងក្រោយមិញបានទេបាទព្រានកញ្ញារស្មីមិនក្បាច់ទេបាទជាការពុតក្បាច់លោកអត់ពីក្បាច់ទាំងអស់ណាចាខ្ញុំបាទអត់ចេះរួមទេប៉ុន្តែដូចជំរាបខាងដើមថាខ្ញុំបាទមានគាត់ទាំង4នាក់នៅខាងក្រៅខ្ញុំជាអ្នកបង្ហាត់ខ្ញុំអូចាដូច្នេះអត់ភ្លេចគុណគាត់ទេបាទអូខេឥឡូវដកហាមសិនដូចហត់ខ្លាំងឥឡូវសួររស្មីវិញឲ្យទៅពេលឲ្យលោកខេមដកហាមតិចខ្ញុំត្រូវគេសួរវិញដែរបាទសួរមើលរស្មីចង់ហាត់មិនខ្លាច់រស្មីជួយចិត្តក្បាច់អីបាទក្បាច់រំបាទហ្នឹងជួយចិត្តក្បាច់ចប់ចាជួយចិត្តក្បាច់ចុងក្រោយមិញហ្នឹងអូក្បាច់ចុងក្រោយអូអែមណាក្បាច់ចុងក្រោយអែមជាងគេបាទលយក្បាច់ចុងក្រោយលយជាងគេហ្មងបញ្ចប់ក្បាច់បាទអរគុណក្បាច់រអរគុណជាការចុងក្រោយសម្រាប់លោកខេមបើមានពេលអ្វីបាទសូមអញ្ជើញអរគុណជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណសម្រាប់លោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះហើយផ្ដល់កម្លាំងទឹកចិត្តក្តីស្រឡាញ់សម្រាប់ខ្ញុំបាទផ្ទាល់អរគុណដល់ក្រុមហ៊ុន Coca-Cola ដែលផ្ដល់ជាកិត្តិយសសម្រាប់ខ្ញុំបាទថ្ងៃនេះផ្ទាល់ជាលើកទី1របស់ខ្ញុំបាទនៅក្នុងកម្មវិធី Coca-Cola ចាអរគុណសង្ឃឹមថានឹងមានឱកាសជួបគ្នានៅឱកាសថ្ងៃក្រោយទៀតជាមួយនឹងកម្មវិធីនេះម្ដងទៀតនៅខែបន្ទាយមានជ័យអរគុណខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាដោយបងប្អូនស្រឡាញ់ខ្ញុំដែរបាទអរគុណច្រើនអរគុណជម្រាបលាបាទ
អរគុណ ចាអរគុណជូន សូមអរគុណដល់ក្រុមភ្លេងទាំងអស់គ្នាអរគុណ ចាអរគុណវត្តមានលោកថែមហើយសូមជម្រាបជូនទៅដល់បងប្អូនដែលមានវត្តមានទៅទីនេះបាទកំតាន់ទៅណាអីអ្នកដែលមានស្លឹកឆ្នោតបាទចប់កម្មវិធីរបស់យើងគឺយើងបន្តរង្វាន់នេះជូនដល់អតិថិជនរបស់ Coca-Cola ហើយសូមជម្រាបបន្ថែមថាកុំភ្លេចជួបគ្នានៅថ្ងៃទី21នៅទីរួមខេត្តបាត់ដំបងបាទពីព្រោះថាយើងត្រូវជួបគ្នានៅដីអង្គញាភពពុយនៅសប្តាហ៍ក្រោយមួយទៀតបាទរំលងសប្តាហ៍គឺថ្ងៃទី21ណាអញ្ចឹងសម្រាប់យុវវ័យទាំងអស់គ្នាដែលចង់ប្រកួតប្រឡងចម្រៀងអាចអញ្ជើញទៅបាននៅថ្ងៃទី18មុនចាអរគុណឃើញថានៅពេលនេះកម្មវិធីរបស់យើងគឺបានឈានចូលមកដល់ទីបញ្ចប់ទៅហើយយើងខ្ញុំទាំងអស់គ្នាសូមអនុញ្ញាតអរគុណរកការតាមដានរបស់លោកអ្នកដែលបានចំណាយពេលវេលាតាំងពីដើមរហូតដល់ចប់ហើយក៏សូមអធិស្ឋានរកកំហុសខុសឆ្គងដែលបានកើតឡើងដោយចេតនាផងដែរសូមអធិស្ឋានហើយសូមជូនពរលោកអ្នកទាំងអស់គ្នាចាអញ្ជើញមកទស្សនានៅទីនេះសូមអញ្ជើញត្រឡប់ទៅផ្ទះវិញប្រកបទៅដោយសុវត្ថិភាពចាអរគុណបាទសូមនិយាយថាពីសប្តាហ៍ក្រោយយើងនឹងជួបគ្នាម្ដងទៀតនៅខេត្តបាត់ដំបងក្នុងកម្មវិធីការប្រគំតន្ត្រីCoca-Colaឆ្នាំ2019 ខណៈនេះយើងយកដល់គ្នាសូមអរគុណសូមជម្រាបលា